ខុសពីពួកឯងណាអាសារាស៊ីពួកឯងធ្វើការជាមួយគេណាបើពួកឯងចេះធ្វើ55កៅអី3ដល់10ឆ្នាំម្ដងមកនេះពួកឯងកសាង credit ជំនឿទុកចិត្តរបស់ប្រជាប្រដ្ឋវាមិនខ្លះតែពួកឯងអត់ចេះធ្វើការអញប្រាប់អញ្ចឹងពួកឯងធ្វើនយោបាយមែនពួកឯងកំពូលអ្នកនយោបាយមែនពួកឯងបាន55កៅអីម្ដងមកនេះតែពួកឯងអត់ចេះធ្វើការជាមួយគណៈបកប្រជាជនបើពួកឯងចេះធ្វើការណាអញប្រាប់ឯងមកដល់សំថ្ងៃនេះវាបានលែងលើកគ្នាតិចតួចដោយសហរដ្ឋអាមេរិកអញ្ចឹងតែពួកឯងស្អីឡើងទឹកឡើងត្រីស៊ីសមុទ្រទឹកស្រកសមុទ្រស៊ីត្រីហ្នឹងឯងនយោបាយរបស់ពួកឯងធ្វើនយោបាយវាអត់មានយុទ្ធសាស្ត្រអ្វីខ្លះដែលយូរអង្វែងធ្វើនយោបាយនោះពួកឯងអត់មានទេប្រាប់ឯងអញ្ចឹងបានចាញ់គណៈបកប្រជាជនតែជាបុគ្គលផ្ដាច់ការមករស់នៅប្រទេសញូហ្សេឡង់នេះប៉ុន្តែពលរដ្ឋខ្មែរគ្នាឯងជាពិសេសអាសាវរ៉ាស៊ីហ្មងអាសាវរ៉ាស៊ីបងខ្ញុំឯងបងប្អូនបាទអាសាវរ៉ាស៊ីបងខ្ញុំទេខ្ញុំអាចហៅវាអាបានបាទឃើញទេវាចោលបងស្រីនឹងថាបើអ្នកឯងពេញចិត្តគណៈបកប្រជាជនកម្ពុជាឬមួយអ្នកឯងមិនគាត់អ្នកឯងមិនទៅរស់នៅក្នុងស្អីរបបសន្តិភាពទៅនេះទ្រឹស្ដីរបស់ពួកវាកំថាឡើយនៅប្រទេសញូហ្សេឡង់អូស្ត្រាលីឬនៅអាមេរិកយុរ៉ុបហ៊ានទ្រឹស្ដីរបស់វាប្រើដូចគ្នាឲ្យតែអ្នកណាម្នាក់អ្នកណាក្រោយជារដ្ឋសាមញ្ញក្រោយឲ្យតែគ្រប់គ្រងរដ្ឋាភិបាលនៃគោលនយោបាយឆេះហ្នឹងវាសិតតែនិយាយសិតដេញគេទៅនៅប្រទេសសន្តិភាពចូលពួកអានផ្ទះបាញ់ឯងនេះអញសួរតែពួកអានផ្ទះបាញ់ឯងនេះធ្វើនយោបាយនេះបើឯងធ្វើនយោបាយបើឯងមិនចូលនៅក្នុងប្រទេសនិយាយជាមួយគណៈបកប្រជាជនឯងធ្វើនយោបាយជាមួយអាណាគេគ្រាន់ប្រជាប្រដ្ឋមានសិទ្ធិបញ្ចេញមតិឯងសិទ្ធិតែដេញគេទាំងអញទាំងអ្នកដទៃក៏ដោយចោះដល់ពេលពួកឯងនោះធ្វើនយោបាយហើយទៅនិយាយជាមួយអាណាគេបើគ្មានគណៈបកប្រជាជនកម្ពុជានៅក្នុងប្រទេសនោះមកឲ្យសួរទៅពួកឯងនេះតើសារបងស្រីម្នាក់នេះនៅប្រទេសញូហ្សេឡង់ហ៊ាននិយាយរកឯកសារទាំងអស់យកមកបញ្យល់វាតែពួកវាអត់យកទៅជាស្ដាប់ទេពួកអស់នេះបាទនៅពេលដែលមនុស្សណាដែលគេវែកញែកគេមានអង្គហេតុពិតប្រាកដគេទីយកមកនិយាយនាំគ្នាតែព្រួតវាយគ្នានិយាយមានតាំងអាមេលីចូលរួមបញ្ចេញមតិទៅសេហូហែអញ្ចឹងទៅបងប្អូនហូហែអញ្ចឹងទៅនេះដែលធ្វើឲ្យខ្ញុំឃើញអញ្ចឹងចាប់ចេញមកកាប់ទៀតแล้วបងសូហ្វីធ្វើតទៅទៀតអត់ខុសទេអ្វីដែលបងឯងព្រោះប្រទេសលទ្ធិប្រជាធិបតេយ្យមិនថាប្រទេសណាទេដែលចូលមករស់នៅប្រទេសលទ្ធិប្រជាធិបតេយ្យមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសហើយក្នុងការឆ្លើយតបទៅវិញរបស់វាអត់មានខុសនឹងច្បាប់ទេបើមិនសិនជាប្រទេសញូហ្សេឡង់នឹងថាបងឯងខុសនឹងច្បាប់តើមានសួរប្រទេសរដ្ឋាភិបាលញូហ្សេឡង់នេះតែមានធ្លាប់ជួយលុយរដ្ឋាភិបាលកម្ពុជាឬមកជួយស្អីខ្លះដល់ប្រទេសកម្ពុជាបើប្រទេសកម្ពុជានឹងរបបកុម្មុយនីសមែនរបបផ្ដាច់ការមែនចឹងរដ្ឋាភិបាលមួយជួយប្រទេសកម្ពុជានឹងមានន័យយ៉ាងម៉េចដែរដោយសហរដ្ឋអាមេរិកចឹងដែលពួកអាសង្គ្រោះជាតិចៅតាគេសិទ្ធិរបបផ្ដាច់ការសិទ្ធិជារបបកុម្មុយនីសចេះចុះតើរដ្ឋាភិបាលអាមេរិកចំណាយលុយអស់ប្រមាណ100លានប្រមាណ1000លានដុល្លារជួយកសាងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានោះតែពួកវាជ្រុលនិយមឲ្យតែនរណាម្នាក់លេចធ្លោនិយាយអំពីសង្គមសិទ្ធិដេញគេទៅក្រៅប្រទេសទៅរស់នៅក្រៅមលុបសុខសន្តិភាពមុននឹងក្រោយគង់តែគេទៅទេគេកើតកន្លែងណាក៏ដោយក៏គេវិលត្រឡប់ទៅវិញកន្លែងនឹងដែរសូមជម្រាបតែគេធ្លាប់កើតនៅកន្លែងណាមុននឹងងាប់ក៏គេវិលត្រឡប់ទៅងាប់នៅលើមាតុភូមិរបស់គេដែរបាទសូមជម្រាបឲ្យច្បាស់ហើយពួកអ្នកឯងធ្វើនយោបាយនេះគេពួកអ្នកឯងចង់ចូលប្រទេសហើយបើពួកអ្នកឯងចង់ចូលប្រទេសតែពួកសិស្សអ្នកឯងធ្វើនយោបាយនិយាយជាមួយអ្នកណាអ្នកឯងថាអ្នកឯងប្រជាធិបតេយ្យអ្នកឯងគោរពលទ្ធិប្រជាធិបតេយ្យតែអ្នកឯងមានគោរពសិទ្ធិអ្នកដទៃនៅពេលដែលគេស្រឡាញ់ភាគីម្ខាងគេនិយាយឲ្យមានអង្គហេតុនោះឲ្យច្បាស់លាស់គេវិញមិនមែនដោយពួកអ្នកឯងនិយាយក្នុងអារម្មណ៍អត់មានផុសតាងយកមកនិយាយអ្វីដែលបងស្រីនិយាយខ្ញុំសូមគ្រប់គ្រងបាទសូមបន្តបងសូហ្វីនិយាយទៀតយ៉ាងហើយដល់ក៏មានបងសកៀលម្នាក់ដែរឲ្យតែស្រីចេញការពារមករបូតហ្នឹងបាទតែស្រីនិយាយការពាររបូតដែរបងប្អូនខ្ញុំបានត្រឹមមកគេជេរខ្ញុំនេះមើលខ្ញុំនៅសង្គ្រោះគ្រប់គ្រងសង្គ្រោះជាតិខ្ញុំកាន់ជើងបងអូនស្រីម្នាក់នៅឌូបៃអាពួកសង្គ្រោះជាតិនឹងជេរខ្ញុំដូចផ្ទះស្រីមួយចំនួនហ្នឹងព្រោះវាអយុត្តិធម៌អត់ឲ្យសិទ្ធិសេរីភាពរបស់គេអ្វីដែលគេខ្លះគេធ្វើវិស័យឯកជនរបស់គេចង់ទាញតែគេឲ្យចូលនយោបាយដើម្បីគ្រប់គ្រងខ្លួនឯងហើយបើគេមិនគ្រប់គ្រងហ្នឹងជេរគេដែរបើគេការពារនាំគ្នាព្រួតជេរខ្ញុំអាហ្នឹងម្ដងរួចទៅហើយបាទណាសាយរាស៊ីក៏ផ្ដាំឲ្យទៅបន្តិចបាទឃើញអាកបីចូលពេទ្យហើយអាកបីវាចូលពេទ្យហើយពួកអីអានេះវាឃើញរដ្ឋាភិបាលទទួលបងស្រីមនោគមវិជ្ជាវាចូលទៅពេទ្យដែរតែមើលពេកវាចូលទៅពេទ្យដែរនេះបាទអានេះអាលោកសង្ឃបរាជជាតិអានេះអាមេបោកធំអានេះបោកធំមែនតើមកដល់ម៉ោងនេះអត់តន់ធ្វើឈ្មោះដាក់ឲ្យគេទេ6ឆ្នាំហើយសន្យាតែ4ឆ្នាំទេខ្ញុំនឹងក៏ខូចឈ្មោះដែររឿងការសន្យាជាមួយគេនឹងប្រមូលលុយបានជាងកន្លះលានមកកសាងវត្តភ្នំស្រីមកដល់ម៉ោងនេះអាកបីពងកប់វត្តភ្នំមេម៉ាយនេះអត់ធ្វើទេបាទអត់ធ្វើទេចប់សិន Chelsea ជាស្ថាប័នមួយជា EBA បង្រួមជាតិស្ដាប់បៀនបន្តិចបាទឃើញវារីកគុណបងស្រីសូហ្វីស្ដាប់បៀនបន្តិច
គាត់ត្រឡប់ពីសហរដ្ឋអាមេរិកតវ៉ាជាមួយសហរដ្ឋអាមេរិកតវ៉ាជាមួយនឹងសហគមន៍អឺរ៉ុបថារបបលោកហ៊ុនសែនកំទេចអ្នកប្រជាធិបតេយ្យបំផ្លាញសិទ្ធិមនុស្សចាប់ឪពុកគាត់ដាក់គុកចោទឪពុកគាត់ដោយខុសច្បាប់ឥឡូវយកគាត់យកមកពេលហ្នឹងគេនិយាយចឹងមែនពួកកូនស្រីគេមានសិក្ខាពីគេនិយាយចឹងមែនតែក្រោយពីការរួចព្រះមហាក្សត្រលើកលែងទោសហើយគេចាប់ស្លាប់គ្រប់ហើយគេគិតអ្វីខ្លះដែលចូលរួមដើម្បីជាតិទៅវិញនេះវាខុសពីពួកឯងណាអសៅរាស៊ីពួកឯងធ្វើការជាមួយគេណាបើពួកឯងចេះធ្វើ55កៅអី3ដណ្ដប់ឆ្នាំម្ដងម៉ោងនេះពួកឯងកសាង credit ជំនឿទុកចិត្តរបស់ប្រជាប្រដ្ឋវាមិនខ្លះតែពួកឯងអត់ចេះធ្វើការអញប្រាប់អញ្ចឹងពួកឯងធ្វើនយោបាយមែនពួកឯងកំពូលអ្នកនយោបាយមែនពួកឯងបាន55កៅអីម្ដងម៉ោងនេះតែពួកឯងអត់ចេះធ្វើការជាមួយគណៈបកប្រជាជនបើពួកឯងចេះធ្វើការណាអញប្រាប់ឯងមកដល់សំថ្ងៃនេះវាបានlênលើកគ្នាតិចតួចដោយសហរដ្ឋអាមេរិកចឹងតែពួកឯងស្អីឡើងទឹកឡើងត្រីស៊ីស្មោចទឹកស្រកស្មោចស៊ីត្រីហ្នឹងឯងនយោបាយរបស់ពួកឯងធ្វើនយោបាយវាអត់មានយុទ្ធសាស្ត្រអ្វីខ្លះដែលយូរអង្វែងធ្វើនយោបាយនោះពួកឯងអត់មានទេប្រាប់ឯងអញ្ចឹងបានចាញ់គណៈបកប្រជាជនណាប្រាប់ឯងគេប្រើយុទ្ធសាស្ត្រឈ្នះយុទ្ធសាស្ត្រឈ្នះហ្នឹងវាមានរាប់រយរាប់ពាន់អត្តន័យនៅក្នុងហ្នឹងអ្វីដែលយុទ្ធសាស្ត្រឈ្នះហ្នឹងគេយកមកប្រើដើម្បីដឹកនាំប្រទេសជាតិជាមួយនឹងប្រជាពលរដ្ឋជាមួយនឹងអ្នកនយោបាយផ្សេងទៀតតែពួកឯងអត់មានទេអញប្រាប់ឯងពួកឯងធ្វើនយោបាយអត់មានតតែសោះអាណាឲ្យលុយច្រើនពួកឯងនេះហើយទៅរិះគន់គេហើយរិះគន់ពីមិនអស់ហើយរិះគន់មកដល់កូនគេទៀតតែពួកឯងបានអីបានផលប្រយោជន៍ស្អីហើយមានកលេចមើលប្រទេសជាតិរបស់ខ្លួនឯងក្នុងប្រទេសទេក្នុងរយៈពេលសប្តាហ៍ថ្ងៃនេះឯងមានឃើញការអភិវឌ្ឍរបស់គេឯងបើកភ្នែកមើលផងមើលតែគេបំរើប្រជាប្រដ្ឋក្រោមដល់7លាននាក់នេះហើយឃើញគេធ្វើយ៉ាងម៉េចខ្លះហើយគួរតែបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនឯងពួកឯងធ្វើនយោបាយនៅក្រៅប្រទេសពួកឯងមានបើកអីពួកឯងនិយាយបិទភ្នែកហើយមានឲ្យតម្លៃគេកសាងប្រទេសយ៉ាងម៉េចទេពួកឯងអត់ទេពួកឯងគ្រាន់តែនិយាយបោកប្រាស់ប្រជាពលរដ្ឋពួកឯងជួយតែគណៈបកពួកឯងនៅក្នុងប្រទេសហ្នឹងឲ្យការជីវភាពរស់នៅបានគ្រាន់បើពួកឯងធ្វើមិនបានផងហ្នឹងតម្រុំពួកឯងដឹកនាំប្រទេសជាតិយ៉ាងម៉េចមើលអញសួរឯងមើលស្អីពួកឯងធ្វើនឹងធ្វើស្អីពួកឯងគ្រាន់តែបើគណៈបកផ្សេងខ្លះអាគណៈបកអំពូលភ្លើងអាគណៈបកផ្សេងកម្លាំងជាតិអីក្រោយពួកឯងសិទ្ធិយុទ្ធសាស្ត្របោកទេតែវាអត់មានបានធ្វើអីស្នាដៃបំរើប្រជាពលរដ្ឋពិតប្រាកដនោះគណៈបកប្រជាជនណាគេធ្វើតាំងពីដើមទីមកដល់ប៉ុណ្ណឹងប៉ុន្តែគេកែតម្រង់ខ្លះអ្វីដែលគេត្រូវធ្វើហើយឲ្យអត្តន័យគេផងហើយកុំសូវពេកអាសៅរាស៊ីដើម្បីឲ្យមកជួយ lobby លោកហ៊ុនម៉ាណែតឧទាហរណ៍ខ្ញុំនិយាយនេះអត់មានទៅអីវាយអីគ្រូសាលលោកកម្មសខាឬមួយក៏អ្នកកញ្ញាគឹមមនុស្សវិជាអត់ដាច់ខាតតែខ្ញុំចង់និយាយបកស្រាយពីលោកហ៊ុនម៉ាណែតថាលោកបើកចិត្តទូលាយហើយបើលោកបើកចិត្តទូលាយមិនបើកបែបហ្នឹងទេអានឹងមិនហៅបើកចិត្តទូលាយទេញ៉ៃកុំនិយាយអញ្ចឹងកុំថាឡើយសម្ដេចធិបតីហ៊ុនម៉ាណែតលោកមានប្រសាសន៍កន្លងព្រឹកមិញនេះសំបីប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិក៏គេនិយាយដែរយុវជនចំនួនក្រោយការដឹកនាំប្រទេសជាតិគេបើកចិត្តទូលាយគេបើកលទ្ធិប្រជាធិបតេយ្យឲ្យពលរដ្ឋខ្មែរចូលរួមជីវភាពនយោបាយឲ្យឃើញទេតែគំនិតពួកឯងទោះបីគេធ្វើល្អប៉ុណ្ណាក៏ដោយក៏ពួកឯងមិនដែលឲ្យគុណសម្បត្តិរបស់គេទេពួកឯងទាញតែគុណវិបត្តិយកមកនិយាយជាមួយគេអាណាគេជឿឲ្យតទៅទៀតសម័យឥឡូវនេះអាណាទៅជឿនយោបាយមួយឯងទៀតទៅកំពុងរងចាំទឹកភ្លៀងយ៉ាងម៉េច31ឆ្នាំហើយហ្នឹងប្រជាប្រដ្ឋខ្មែរនៅក្នុងប្រទេសនោះការរស់នៅរបស់គាត់ត្រូវការសេដ្ឋកិច្ចជំនួយមកអន្តះបាញ់គេអត់មានធ្វើការរងចាំពួកឯងស្អីផ្លាស់ប្ដូរទេហើយធ្វើផ្លាស់ប្ដូរគេយ៉ាងម៉េចជំនឿទុកចិត្តរបស់ប្រជាប្រដ្ឋនោះហើយធ្វើឲ្យតម្លៃគេណាគេរក្សាស្អីគេរក្សាសន្តិភាពតម្លៃសន្តិភាពនេះដែលវាមិនអាចកាត់ថ្លៃបានវាពិបាករនណាដូចមកត្រូវក្របឯងនិយាយអីក៏ដោយពួកឯងអញតាមដានក្នុងបណ្ដាញសង្គមអញមិនចង់ឆ្លើយតបទៅឯងទេតែគេឯងឆ្លើយតបទៅបងអូនស្រីសូហ្វីនោះពួកឯងនិយាយក្នុងអារម្មណ៍តែពួកឯងនិយាយឡើងអំពីលទ្ធិប្រជាធិបតេយ្យតែពួកឯងពេលដែលគេរស់នៅជាមួយប្រទេសឯងជាមួយគ្នាឯងនិយាយឡើងស្អីហើយយកអំណាចប្រទេសញូហ្សេឡង់ហ្នឹងចង់គៀបសង្កត់ប្រជាប្រដ្ឋខ្មែរនៅក្នុងប្រទេសហ្នឹងហើយនិយាយអញ្ចឹងវាខុសច្បាប់គេម្ចាស់ប្រទេសគេមិនដែលហ៊ាននិយាយអីអ្វីក៏ដោយប៉ះសិទ្ធិមនុស្សតែពួកឯងបំពេញលើគេមិនថានៅកន្លែងណាទេពួកឯងនិយាយឡើងអំពីសិទ្ធិមនុស្សតែពួកឯងបំពេញលើគេពួកឯងសិទ្ធិឯងអ្នកប្រជាធិបតេយ្យដូចមកអន្តះបាញ់ហៅគេដើម្បីយកមកត្រួតត្រាយកមកសកាត់កគេនោះគាត់គ្រាន់តែជាប្រិសិទ្ធពិសេសដើម្បីឲ្យលោកប្រើឲ្យទៅធ្វើអីតាមចិត្តដែលលោកចង់បាននោះហើយឃើញពួកឯងវាអន់គេមិនប្រើពួកឯងតែគេធ្វើនេះគេធ្វើដើម្បីព្រោះប្រទេសជាតិកំពុងតែត្រូវការធនធានមនុស្សណាដែលអាចនិយាយជាមួយបរទេសបានដែលគេមានជំនឿហើយឃើញពួកឯងធ្វើនយោបាយឯងមានដើរតនអីគេឃើញហើយថាគេនឹងស្អប់ស្អីឃើញគេបង្រួមណាដែលពួកឯងមិនចូលរួមជាមួយគេពួកឯងទៅគេរបូតអញមិនការពារបងអូនមនុស្សកុំជាតែគុណ
ចំណេះចេះដឹងបងអូនមនោគមវិជ្ជាវាអាចធ្វើការនឹងបានមែនហើយបងអូនមនោគមវិជ្ជាធ្វើក៏មិនធ្វើតែឯងដែរវាមានធីមរបស់គេធ្វើការក៏ដូចមកអន្តះបាញ់ហើយអស់ពីរិះគន់គណៈបកប្រជាជនគ្រាន់តែគ្នាធ្វើការជាមួយរាជរដ្ឋាភិបាលក៏ពួកឯងរិះគន់គេដែរហើយមើងងាយឲ្យគេឲ្យមើងងាយសមត្ថភាពគេភ្លាមតែពួកឯងធ្វើឲ្យបានខ្លះមកដល់សប្តាហ៍ថ្ងៃនេះ3កណ្ដប់ឆ្នាំមកនេះដែលពួកឯងនិយាយជាមួយបរទេសតែបរទេសណាគេជឿគេដាក់គំនិតទៅរាជរដ្ឋាភិបាលហើយក៏លេខមើលណាអាសៅរ៉ាស៊ីហើយក៏លេខមើលសប្តាហ៍ថ្ងៃនេះអាមេរិកតំណែងជាមួយរាជរដ្ឋាភិបាលយ៉ាងម៉េចខ្លះហើយរៀនមើលកុំយកទៅពីរឿង FBI យកមកដាក់សម្ពាធជាមួយរដ្ឋាភិបាលសម្ដេចធិបតីហ៊ុនម៉ាណែតលោកឆ្លាតណាស់រហូតឲ្យសហរដ្ឋអាមេរិកសហប្រតិបត្តិការជាមួយណាអត់ទៅគាត់អញ្ជើញឯងចុះសម្ដេចថាកុំឲ្យប្រើភាសាអស្រួសតែនេះជារឿងអញមិនមែនជាអ្នកនយោបាយរបស់គណៈបកប្រជាជនទេអញជាអ្នកគ្រប់គ្រងថាអ្វីដែលគណៈបកប្រជាជនគេដើរមកលើផ្លូវត្រូវទើបប្រទេសជាតិមានការអភិវឌ្ឍសេដ្ឋកិច្ចវាដើរតែពួកឯងធ្វើបានឯខ្លះមិនសួរឯងមើលក្រៅពីឯងនៅក្រៅប្រទេសហ្នឹងហើយនិយាយអញ្ចឹងឯងធ្វើស្អីហើយគាត់សូម្បីតែប្រជាពលរដ្ឋខ្មែរនៅប្រទេសញូហ្សេឡង់ហើយគម្រាមកំហែងគេច្រើនណាស់អសៅរ៉ាស៊ីអ្នកខ្លះហើយហូតប្តឹងគេឲ្យគេដកប៉ាសពតឲ្យគេដាក់ប៉ាសពតពលរដ្ឋខ្មែរនៅទីនោះมันអាចធ្វើដំណើរទៅណាបានហើយឃើញទេកំណត់ឲ្យខូចណាស់អសៅរ៉ាស៊ីហើយកុំភ្លេចណាជាកំលីថាឲ្យលុយសង្គ្រោះជាតិតែលុយណាយកតាណាអស់ខ្លះឃើញហើយមិនទាន់បានកាន់អំណាចផងហើយពុកឲ្យលួយតាមនឹងទៅដោយសាររឿងលុយរឿងកាត់ហ្នឹងដែលពួកឯងបែកហូរជាតិហូរទៅជាស្ទឹងអស់ហើយឃើញទេនយោបាយពួកឯងហ្នឹងហើយធ្វើនយោបាយឲ្យដូរខ្លះមើលហើយរកពាក្យណាល្អខ្លះនិយាយបានទេបើនិយាយពេលណាសិតតែគេរបបផ្ដាច់ការហើយគេហើយចោលតែគេសិតរបបផ្ដាច់ការហើយដល់ពេលអាចចោលគេរបបផ្ដាច់ការឲ្យធ្វើនយោបាយឲ្យចង់និយាយជាមួយគេហ៎ទៅដូចមកអាចឈួតតែនយោបាយពួកឯងចង់គេអញ្ចឹងឯងចង់ទៅដល់ពេលឯងទៅចូលក្នុងប្រទេសឯងចង់ធ្វើការជាមួយអ្នកណាហ៎មិនសួរឯងមើលពួកឯងក៏ងងមែនពួកឯងធ្វើនយោបាយ30ឆ្នាំជាងហើយមិនចេះធ្វើម៉េចលទ្ធិប្រជាធិបតេយ្យគេនិយាយគ្នាណាទៅគាត់បើលទ្ធិប្រជាធិបតេយ្យពួកអន្តះបាញ់ឯងហាមកឡើងជេរគេហើយធ្វើម៉េចឲ្យគេនិយាយជាមួយឯងទេសសន្តានាជាមួយឯងមិនកើតចឹងសម្ដេចលោកមានប្រសាសន៍ហើយសន្តានាជាមួយអ្នកដែលនិយាយគ្នាបានគេសន្តានាជាមួយអ្នកនិយាយបានតែបើគេសន្តានាជាមួយពួកឯងដើរបញ្ចាស់ទិសអាណាគេសន្តានាអត់ពួកឯងឲ្យស្មានគេដឹកនាំប្រទេសជាតិហ្នឹងមិនកើតហើយឃើញសម្ដេចតេជោលោកបានទេតាសម្ដេចតេជោលោកមកដល់សប្តាហ៍នេះលោកមិនឆ្លើយតបពួកឯងផងពួកដំណើរការគេទៅមុខហើយតាគេកសាងប្រទេសជាតិគេខិតខំសម្បត្តិណានៅក្នុងប្រទេសណាបងប្អូនគណៈបកប្រជាជនណាគេពង្រឹងតាមមូលដ្ឋានអ្វីខ្លះដែលប្រជាប្រដ្ឋត្រូវការយើងត្រូវឲ្យតម្លៃគេណាបងប្អូនមកដល់ម៉ោងនេះកុំចេះតែហាមាត់និយាយមកខ្ញុំនិយាយអញ្ចឹងងាប់ទៅអានេះគេទិញក្បាលវាអញអត់លក់ក្បាលទេអញប្រាប់ឯងក្បាលអញលក់ឯងបើអញលក់មកខ្លួនហ្មងព្រោះកាលណាលក់ក្បាលវាងាប់ហើយបើអញលក់មកខ្លួនប៉ុន្តែអញឲ្យតម្លៃនៅពេលដែលអញភ្ញាក់រលឹកអំពីប្រទេសជាតិរបស់ខ្លួនអញដែលអញធ្លាប់ឆ្លងកាត់វាលតិឃាតអញធ្លាប់ឃើញប្រទេសជាតិពី79យ៉ាងម៉េចមុននឹងអញចេញមកក្រៅប្រទេសអញសុំសរសើរក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបើគ្មានដៃជោឯណាយើងនៅឆ្លោះគ្នាអត់មានឱកាសកសាងប្រទេសនេះអញប្រាប់ឯងមួយម៉ាត់អានេះចរិតខ្មែរវាអញ្ចឹងខាំគ្នាតែសម្ដេចតេជោប្រើយុទ្ធសាស្ត្រឲ្យខ្មែរឆ្លៀតទាំងអស់គ្នាទើបយើងមានឱកាសកសាងប្រទេសជាតិដែលលេចធ្លោមកដល់ម៉ោងនេះហើយមើលពីមុនសិតតែផ្លូវអាតេះគោមកដល់ឥឡូវឯងឃើញផ្លូវគេធ្វើយ៉ាងម៉េចខ្លះទេឯងមានឲ្យគុណសម្បត្តិគេខ្លះទេកុំនាំឲ្យតែគុណវិបត្តិទៅគេពួកឯងធ្វើបានអត់នេះហើយអញនិយាយថាពួកអាសមរាំងស៊ីធ្វើនយោបាយជានយោបាយបោកប្រាស់អត់មានឲ្យតម្លៃគេនៅក្នុងប្រទេសទេណាពួកឯងធ្វើសប្ថ្ងៃហ្នឹងអញ្ចឹងបានប្រជាប្រដ្ឋខ្មែរដែលស្គាល់អញក្នុងប្រទេសនោះដែលអតីតរបស់គណៈបកសង្គ្រោះជាតិហើយឃើញទេគេហូរចូលជាមួយគណៈបកប្រជាជនដូចទំនប់បាក់ទឹកអញ្ចឹងហើយធ្វើអីកើតសប្ថ្ងៃឯងទៅដូរមិនកើតហើយដូរស្អីគេបើ55ក្អីឯងការពីមិនបានផងឯងមិននៅក្រៅប្រទេសនេះឯងបង្កើតរដ្ឋាភិបាលក្រៅប្រទេសសភាប្ររដ្ឋក្រៅប្រទេសឯងទៅធ្វើស្អីអាណាគេជឿទោះបីឯងធ្វើបានក៏ដោយបង្កើតសភាបានក៏ដោយဆိုអាណាគេជឿពលរដ្ឋមួយដែលមានរដ្ឋធម្មនុញ្ញដូចគ្នាហើយឃើញឯងចេះតែនិយាយបោកប្រាហើយនិយាយស្ងប់អញតែបោកអាណាជឿបោកទៅពួកបោកអញបោកបានទេប្រាប់ឯងម៉ោងនេះពួកឯងនិយាយខុសអញដាក់អញប្រាប់ឯងបង្រួមជាតិស្មើមុខគ្នាបើចូលមកក្នុងនាមថាគាត់អាចមានសិទ្ធិធ្វើនយោបាយបង្កើតគណៈបកឬមួយក៏អីអានឹងរឿងមួយដែលស្មើមុខនេះហើយកុំនិយាយតែរឿងគេឲ្យទូនីតិបងប្អូនជាចូលមកដើម្បីធ្វើនយោបាយមិនពួកនេះគេចូលធ្វើដើម្បីការងាររដ្ឋាភិបាលអំពីការងារបរទេសដែលគេស្រឡឹងមើលធនធានសម្ដេចលោកមានប្រសាសន៍ថាធនធានមនុស្សដែលសំខាន់ណាយើងត្រូវយកមកចូលរួមទាំងអស់គ្នាមិនមែនលោកមិនត្រឹមថាមនោគមវិជ្ជានឹងទេណាអិសរាជជនអ្នករៀនសូត្រចេះដឹងនៅសហរដ្ឋអាមេរិកយុរ៉ុបហ៊ានមកកណូគេធ្វើការជាមួយគណៈបកប្រជាជននេះគេរួមគ្នាតែក្បាលពួកឯងអត់ដឹង
ជាពិសេសយុវជនចំនួនក្រោយនេះទៀតដែលឃើញសម្ដេចធិបតីគាត់ប្រមូលធនធានណាដែលអាចធ្វើការជាមួយគ្នាបានគេប្រមូលហើយដើម្បីប្រទេសជាតិទាំងអស់គ្នាតែពួកឯងអត់ដឹងទេពួកអន្ទះបាញ់ឲ្យឯងបានតែប្រមូលអាមនុស្សអត់ប្រយោជន៍ក្នុងបណ្ដាញសង្គមហ្នឹងជេរប្រមាថរដ្ឋាភិបាលតែពួកអស់ហ្នឹងគេមិនខ្វល់ទេគេអត់មានខ្វល់ទេជេរអីជេរទៅប៉ុន្តែគេដឹកនាំប្រទេសជាតិនោះគេគិតអំពីអាយុជីវិតវាសនាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសហើយមុខមាត់ប្រទេសជាតិយ៉ាងម៉េចខ្លះពួកឯងមានឲ្យតម្លៃគេអត់អាសៅរាស៊ីគន់ដូចមកផ្ទះបាញ់ហើយនេះប្រកែណាឲ្យតែអាណាគ្រប់គ្រងគណៈបកប្រជាជនសិទ្ធិនឹងយួនហើយឃើញពីមុនមកឲ្យថាអញយួនថាអញយួនគាត់ថាតកូលអញហុយសោះក៏យួនដែរថាតកូលអញនេះវាមិនមែនតកូលហុយទេធ្វើម៉េចអញមកស្រុកអាមេរិកវាស្អីក៏ដូរបានដែរក៏ដូចមកអានផ្ទះបាញ់អញស្អប់បែកជាងគេពួកអីហើយអត់និយាយការពិតហើយដឹងទេអាសារាស៊ីហើយអត់និយាយការពិតទេណាហើយគេចេះតែតែងតាំងហើយស្អីរដ្ឋមន្ត្រីខាងស្អីខាងជាលេនខាងរដ្ឋមន្ត្រីដីងាប់អញហើយបើឯងមិនទាន់បានកាន់អំណាចផងឯងពុកអាលួយពួកឯងឆ្លោះគ្នាលាន់ពួកឯងសង្គ្រោះជាតិនៅក្រៅប្រទេសនេះតែពួកឯងហ៊ាននិយាយអត់មានអាណាហ៊ាននិយាយតែអញហ៊ាននិយាយពួកឯងឆ្លោះតែពេលតែប្រមូលលុយម្ដងពួកឯងឆ្លោះគ្នាលាន់ហើយពួកឯងស្នេហាជាតិអីពួកឯងស្នេហាសូមសបុតនឹងគំនុយមកអន្ទះបាញ់អបហើយពីដើមហៅខ្ញុំទៅចូលទៅធ្វើដូចតែគ្នាហ្នឹងហៅលោកប្រធានចូលហៅអីជាអៀងហើយក៏អត់ថ្ងៃចេះតែនិយាយគេហៅអីគេពួកឯងទួនាទីនឹងស្រាប់តែអាណាគេហៅពួកឯងគេពួកឯងទួនាទីគណៈបកប្រឆាំងអាណាគេហៅជាមួយឯងខ្ញុំងាប់ខ្ញុំឲ្យគេហៅខ្ញុំចូលដូចតែគ្នាថ្ងៃខ្ញុំនិយាយអញ្ចឹងដូចមកអាឈួតគេពួកឯងប្រឆាំងឯទួនាទីអាណាគេហៅឯងនិយាយយក credit ឯឲ្យប្រជាប្រដ្ឋហ្នឹងងាប់ខ្ញុំហៅមិនចូលលេងងាប់អញហើយសប្ថ្ងៃនេះអាសំរងស៊ីអញប្រាប់ហើយបើសម្ដេចធិបតីហ៊ុនម៉ាណែតថាសុំជើញចូលមកឯអាដាមចូលមកធ្វើទីប្រឹក្សានេះវាទម្លាក់ក្បាលពួកឯងចោលបាត់ហើយពួកអាយុវា70ជាង80ហើយវាចង់ទៅឃើញប្រទេសជាតិនោះវាចង់អង្គុយឲ្យស្រួលរីឡាជីវិតវាចង់ក្រោយប៉ុន្តែគេមិនឲ្យវាចូលដោយសារអីព្រោះវាមិនសំរឿងហើយដឹងអានសំរឿងហ្នឹងវាមិនសំរឿងយ៉ាងម៉េចតាំងពីដើរជាមួយគណៈបកហ៊ុនសំពេចមកដល់វាសំរឿងគេលបោតអាណាធ្វើនយោបាយហើយស្ដាប់បណ្ឌិតខ្លះវិស្វករមួយចំនួនដែលគេធ្វើនយោបាយជាមួយគេហេតុអីបានគេមិននិយាយវាចាស់ហេតុចិត្តដោយសារចាញ់បោកអាសំរងស៊ីតិចលៀនណារាប់លានដុល្លារណាវាមកបោកធ្វើនយោបាយណាអាសារាស៊ីក្បាលហើយគ្រាន់តែតួនាទីខ្យល់ហ្នឹងហើយព្រោះគ្រាន់តែតំណាងពលរដ្ឋខ្មែរមកក្តាប់តូចនៅប្រទេសញូហ្សេឡង់ហ្នឹងហើយធ្វើដូចអស់ចាណាអញ្ចឹងហើយកុំភ្លេចមុននឹងក្រោយគណៈបកប្រជាជនណាពេញពិភពលោកស្វែងយល់នៃតម្លៃសន្តិភាពហើយត្រូវកលេចមើលអញប្រាប់ហើយត្រូវកលេចមើលសម្ដេចធិបតីហ៊ុនម៉ាណែតលោកខិតខំស្ដារអំពីសេដ្ឋកិច្ចគេយកសេដ្ឋកិច្ចនឹងជាជំហានទី1ដើម្បីឲ្យប្រជាប្រដ្ឋមានការងារធ្វើតំណាក់តំណងដើម្បីដោះដូរតំណែងគ្រប់សពបែបយ៉ាងទាំងអស់ទៅមកហ្នឹងឲ្យឃើញហើយកលេចមើលនយោបាយរបស់សម្ដេចតេជោនេះឲ្យសម្ដេចលោកបានមានប្រសាសន៍ថារៀនដកដង្ហើមខ្លួនឯងហើយឃើញនេះមុននឹងជីកព្រែកជីកគូននលោកមានប្រសាសន៍ត្រូវរៀនដកដង្ហើមខ្លួនឯងឃើញដំណើរការទៅយ៉ាងម៉េចខ្លះហើយឲ្យត្រូវកលេចមើលក្រោយពីសង្គ្រាមដែលកើតឡើងមកប្រជាប្រដ្ឋនៅក្នុងប្រទេសនោះអ្នកដែលគេមានថវិកាគេបើក business បើករបររកស៊ីគេយ៉ាងម៉េចខ្លះកុំឲ្យពឹងផ្អែកតំណែងបរទេសចូលមកក្នុងស្រុកឯងឃើញគេចំណាយលុយអស់រាប់សិបលានដុល្លារគួរតែសើប្រជាប្រដ្ឋខ្មែរដែលនៅក្នុងប្រទេសដែលមានសន្តិភាពទៅគេមានលុយយកមកកសាងប្រទេសបើកអាជីពរបស់គេបង្កើតការងារឲ្យប្រជាប្រដ្ឋមានការងារធ្វើតែពួកអន្ទះបាញ់ឯងនៅក្រៅប្រទេសនេះធ្វើបានអីខ្លះក្រៅពីស្អីដូរមិនដូរឈ្នះមិនឈ្នះពួកឯងឈ្នះរាល់ថ្ងៃពួកឯងដូររាល់ថ្ងៃពួកឯងនៅក្រៅប្រទេសគេអត់និយាយអញ្ចឹងទេចូលរួមកសាងអភិវឌ្ឍប្រទេសជាតិរបស់ទាំងអស់គ្នាប្រទេសនេះជាប្រទេសរបស់យើងទាំងអស់គ្នាសម្ដេចលោកមានប្រសាសន៍ថាប្រទេសនេះរបស់យើងទាំងអស់គ្នាយើងត្រូវតែចូលរួមទាំងអស់គ្នាឃើញទេដែលគេចូលរួមមកដល់សប្តាហ៍នេះហើយឃើញទេអ្នកអុកញ៉ាលោកអុកញ៉ាទាំងប្រមាណដែលមានលុយរាប់កោតនោះកំពុងតែអភិវឌ្ឍប្រទេសជាតិពួកគាត់ដឹងថាគាត់ងាប់ទៅគាត់អត់យកអីទៅវិញទេអ្នកណាក្រោយងាប់ទៅគាត់មានយកទៅវិញទេគេត្រូវធ្វើអ្វីខ្លះទុកស្នាដៃឲ្យយុវជនចំនួនក្រោយការកសាងប្រទេសរបស់គេពីបាតដៃទៅទេមកដល់សប្តាហ៍នេះហើយឃើញគុណតម្លៃនេះគេហៅគុណតម្លៃគោលនយោបាយឈ្នះសុខសន្តិភាពគេធ្វើឲ្យប្រជាប្រដ្ឋខ្មែរគ្រប់ចំនួនឈ្នះតទៅមុខទៀតណាអាសៅរាស៊ីហើយប្រកែណាហើយនាំគ្នាព្រួតបាយប្អូនសូហ្វីនៅប្រទេសញូហ្សេឡង់អូអញឃើញទៅសេ comment អញឃើញទៅសេ comment ចុយម្លាយទៅសេពួកឯងកំសាកញីឯងប្រាប់ឯងមកតែបងសុភីការចូលរួមបញ្ចេញមតិល្អណាស់គេវេកញីគេមានអង្គហេតុរបស់គេច្បាស់លាស់ណាស់គេលើកគេយកឯកសារមកនិយាយតែពួកឯងអត់ធ្វើបានដូចគេពួកឯងចោតគេអញ្ចឹងស្អីឡើយឥឡូវពួកឯងមានកម្រោងចង់ដាក់ប្តឹងគេទៀតស្អីសិតតែពួកអក្រិតជននៅប្រទេសញូហ្សេឡង់គន្ទួយមកអានផ្ទះបាញ់ពួកឯងអក្រិតជនពួកឯងធ្វើអនឡាញរាល់ថ្ងៃនេះដើម្បីប្រជាប្រដ្ឋបង់លុយឲ្យពួកឯងឲ្យធ្វើស្អីដែរសប្តាហ៍ថ្ងៃហ្នឹងមិនសួរឯងមើលពួកឯងប្រកែណាកំតិចខ្មែរគ្នាឯងតែពួកឯងមិនឲ្យផលប្រយោជន៍ខ្មែរក្នុងខ្មែរក្រៅគឺតែពួកឯងធ្វើអីត្រឹមត្រូវទាំងអស់ពួកឯងត្រឹមត្រូវទាំងអស់ហ្នឹងតែពួកឯងសប្តាហ៍ថ្ងៃនៅឯកោណាដឹងទេសប្តាហ៍ថ្ងៃហ្នឹងហើយកុំថាប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសហ្នឹងស្រឡាញ់ពួកឯងខ្លះគេងាកមុខចេញហើយ
សំបីនៅក្នុងជួរឯងគាត់តាក់ទងអញមករងថ្ងៃនេះតែអញមិននិយាយអញថាទៅលេងទៅស្រុកខ្មែរទៅលេងទៅមានបញ្ហាអញជួយដល់ស្រីហើយគេទៅឲ្យគេត្រឡប់មកវិញគេឈប់ជឿពួកឯងប្រាប់ប៉ុណ្ណឹងគ្រាន់តែគេមិនចេញមុខកាលណាចេញមុខគេជេរដូចអញអញ្ចឹងកាលណាឲ្យតែចេញមុខគេជេរហើយតែឃើញទេសពថ្ងៃអាពួកហ្នឹងវាដាក់ថាគិតខ្លាំងមិនអញពូមកហឺនអាឡុងអាសិចាក់បូនីវាអត់ដាក់ម៉ានទេសិតតែអ្នកធ្លាប់ដើរជាមួយឯងកូនសេឆារ៉ាឃើញវាដាក់ពួកអញខ្លាំងជាងអីពួកឯងគាត់ដឹងកំណត់ពួកឯងខូចបើពួកអញមិនដឹងកំណត់ពួកឯងខូចធ្វើម៉េចអញមកនិយាយបកស្រីអីបានធ្វើម៉េចប្រជាប្រដ្ឋគេអស់ជំនឿលើពួកឯងហើយឃើញយោបាយពួកឯងហើយយកអីហើយយកពួកអាក្មេងៗមកពីស្រុកថៃហ្នឹងគ្រាន់តែបានទូរស័ព្ទមួយជេរសម្ដេចតេជោភៀសខ្លួននយោបាយហើយទៅជាអ្នកនយោបាយទៅនួយម៉ាអាឡប់អាណាធ្វើនយោបាយដូចពួកឯងអញ្ចឹងគេមានបទពិសោធន៍តាំងពីឆ្នាំ1979គេបណ្ដុះបណ្ដាលយុវជនគេចំនួនក្រោយរាប់ពាន់រាប់ម៉ឺននាក់ដើម្បីបន្តវេនដឹកនាំទៅមុខទៀតធ្វើម៉េចឲ្យប្រទេសជាតិវាមានរីកចម្រើនដើម្បីប្រកួតប្រជែងទីផ្សារសេរីប្រទេសគេជិតខាងនោះដែលគេមានចំនួនមនុស្សលើសយើងតែយើងត្រូវបង្កើនចំណេះចេះដឹងរបស់ប្រជាប្រដ្ឋនៅក្នុងប្រទេសឲ្យឃើញសម្ដេចតេជោលោកខិតខំធ្វើយ៉ាងម៉េចខ្លះឲ្យធនធានកូនខ្មែរសពថ្ងៃនេះហើយឃើញថាវិការលុយជាតិដែលរកបានប្រមាណជួយឧបត្ថម្ភនិស្សិតបញ្ញវន្តខ្លះដែលទៅរៀនបរទេសនោះហើយឃើញនេះការខិតខំរបស់រដ្ឋាភិបាលកសាងប្រទេសពិបាកដៃទៅទេរហូតដល់មានលុយជួយឲ្យកូនខ្មែររៀនបរទេសក៏រដ្ឋាភិបាលចេញចំណាយលុយដែរត្រូវគិតអ្វីដែលគេដឹកនាំនេះមោទនភាពខ្មែរវាមិនខ្លះតែពួកឯងមិនដែលឲ្យតម្លៃដូចមកអន្ទះបាញ់សំទោសបងប្អូនកាត់មិនបានទេអារឿងភាសាអសរោះហ្នឹងវាត្រូវខ្លះត្រូវជេរដែរគេហៅជំទាវមកសួយចូលទៅធ្វើអញ្ចឹងក៏ប៉ុន្តែអ្នកប្រជាធិបតេយ្យគេអត់ត្រូវការទៅអោនចូលនៅក្នុងគណៈបកប្រជាជនទេអ្នកឯងហៅគេឲ្យទៅជ្រងក្រោមអ្នកឯងហ្នឹងឥឡូវបើពីឯងស្អីពីឯងថាពីឯងស្អីអ្នកប្រជាធិបតេយ្យគេអត់ត្រូវការចូលទេដូចមកទៅគ្រាប់ហើយស្អីអ្នកប្រជាធិបតេយ្យចុះឯងបោះឆ្នោតជាមួយគេប្រមាណអាណត្តិហើយមិនក៏ឯងមិនគិតផងហើយអ្នកប្រជាធិបតេយ្យអត់ត្រូវការចូលទៅអោនរណបអញ្ចឹងចុះឯងធ្វើការជាមួយគេប្រមាណអាណត្តិហើយថ្ងៃចេះតែនិយាយឲ្យគេពេលឯងនិយាយវាហួសមិនទាត់គោលនយោបាយរបស់ពួកឯងរដ្ឋាភិបាលបោកអាណាទៅទៀតតែឃើញគេនយោបាយគេអត់និយាយអញ្ចឹងទេរៀនធ្វើនយោបាយឲ្យឆ្លាតខ្លះមើលហើយរៀនធ្វើនយោបាយឆ្លាតហើយកុំចាំតែគេឡើងអ្នកប្រជាធិបតេយ្យចុះគេនៅខាងក្នុងនឹងគេជាអ្នកស្អីប្រជាប្រដ្ឋខ្មែរនៅក្នុងប្រទេសនោះហើយមានឲ្យតម្លៃគេទេហើយនិយាយឡើងអ្នកវិជាធិបតេយ្យគេអត់មានទៅអោនលំទោនទេចុះក្បាលពួកអន្ទះបាញ់ឯងធ្វើការជាមួយគេប្រហែលអាណាដែរតើអីហើយមិនក៏ឯងមិនគិតផងអូទ្រឹស្ដីឯងគ្រាន់បើណាហើយគ្រាន់បើក្នុងចំណោមមនុស្សដែលល្ងងចេះតែស្ដាប់ឯងទៅហើយនិយាយវាល្អអញ្ចឹងទៅដែរហើយនិយាយវាខុសនយោបាយគេអត់មានធ្វើដូចអញ្ចឹងនយោបាយគេមិនចាត់ទុកណាជាសត្រូវទេនយោបាយវាមានការផ្លាស់ប្ដូររឿងការដឹកនាំប្រទេសជាតិវាយោងទៅកលៈទេសៈនេះតំបន់ប្រទេសយ៉ាងម៉េចខ្លះតែពួកឯងធ្វើនយោបាយកាប់មុខជាមួយអាសំរងស៊ីឯងឃើញអាណាក្រោយកាប់មុខជាមួយអារម្មណ៍រងស៊ីអត់ប្រយោជន៍ទេដេកតែរងចាំជាប់គុកហើយនឹងស្លាប់ហើយនិយាយប្រទេសទៅនយោបាយរបស់វាហើយវាអត់ទទួលខុសត្រូវឯងឃើញសំបីតែអ្នកជាប់គុកក៏វាថាដែរណាមនុស្សតែល្ងងឯងឲ្យជាចាប់បានឆ្លាតដូចវាអញ្ចឹងធ្វើឲ្យពួកឯងជាប់គុកអញ្ចឹងទៅអានឹងគេហៅល្ងងដល់ពេលឆ្លាតដូចវារស់នៅក្រៅប្រទេសប្រមូលលុយឲ្យវាហើយស្អីទៅគោលអភិជននឹងដូចម៉ែអន្ទះបាញ់អីប្រជាប្រដ្ឋខ្មែររងទុកវេទនា3ឆ្នាំ8ខែ20ថ្ងៃឆ្នាំ1975ខែមេសារហូតមកដល់ឆ្នាំ1979ថ្ងៃ1ខែមករាឃើញទេទុកវេទនារបស់ប្រជាប្រដ្ឋមានតែពួកឯងនៅក្រៅប្រទេសហ្នឹងអាសំរងស៊ីអាមួយចំនួននៅក្រៅប្រទេសវាមានខ្លះខ្លាំងជួយខ្មែរបណ្ដោយឲ្យខ្មែរងាប់អស់3លាននាក់ណាហើយកុំបានតែគណៈបកប្រជាជនកម្ពុជាហ្នឹងដែលគេធ្លាប់ជាអតីតរបស់ខ្មែរក្រហមគេរើបំរាស់មានការជិះជាន់មានការរើបំរាស់ទេសនាឲ្យប្លុកសង្គមនិយមជួយរំដោះខ្មែររួចផុតពីវិលតិឃាតទៅក្បាលឯងក្បាលអញអានេះក្រោយមកអាមេរិកអស់ទាំងអស់នេះដែលមានជីវិតរស់នៅនេះទើបមានឱកាសធ្វើនយោបាយប្រឆាំងគេទៅគេមិនថាអីដែរពលរដ្ឋប្រជាធិបតេយ្យតែពួកឯងត្រូវឲ្យតម្លៃកុំអួតថាពួកឯងស្អីឡើងក៏ពួកឯងអ្នកប្រជាធិបតេយ្យចុះគេនៅក្នុងប្រទេសនឹងវាស្អីអាការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋនឹងគេហៅលទ្ធិប្រជាធិបតេយ្យអាត្រូវគ្រាប់បើប្រទេសផ្ដាច់ការវាអត់មានការបោះឆ្នោតទេអន្ទះបាញ់ហើយដឹងទេតម្លៃវាអញ្ចឹងបើពួកឯងល្ងងឯងអញនិយាយឲ្យវាយល់បើប្រទេសផ្ដាច់ការគេអត់មានបោះឆ្នោតទេគេអត់មានឲ្យបង្កើតគណៈបកញ៉ៃញ៉ៃទេដូចប្រទេស North Korea អញ្ចឹងតែពួកឯងធ្វើនយោបាយជាមួយគេពួកឯងធ្វើនយោបាយជាមួយគេប្រហែលអាណត្តិដែរហើយនៅតែគេផ្ដាច់ការបើសិនជាគេផ្ដាច់ការគេឲ្យពួកឯងធ្វើនយោបាយស៊ីប្រាក់ខែសភាព្រឹទ្ធសភាពីមុនមកដែរទេតែពួកឯងឈប់បោកគេទៅពួកឯងឈប់បោកទៅល្មមហើយបោកប្រាស់ខ្មែរនៅក្រៅប្រទេសនេះច្រើនដែរណាល្មមឈប់ទៅអាណាគេជាអាណាជឿតែចោះតែពួកអញនិយាយឲ្យប្រជាពលរដ្ឋមិត្តភ័ក្ដិអញជាច្រើនកុំឲ្យចាញ់បោកនយោបាយពួកឯងនៅក្រៅប្រទេសទៀតបាទប៉ុណ្្នឹងទេពួកអញមិនពួកឯងបោកទេតែអញដើរទៅឲ្យពួកឯងបោកអញពួកអញល្ងងតែដល់ពេលអញភ្ញាក់ខ្លួនអញ្ចឹងអញឆ្លើយតបទៅពួកឯងអញ្ចឹងបាញ់សិតអ
ឲ្យគេធ្វើនយោបាយត្រឹមត្រូវអានឹងបានហៅថាអ្នកឯងមករួមជាតិតែអ្នកឯងក៏ឆ្លា ចូល ត គេបើកសិទ្ធិឲ្យពួកឯងធ្វើនយោបាយតើគេមានបិទអីគេបើកសិទ្ធិឲ្យពួកឯងធ្វើនយោបាយត្រឹមត្រូវតើតែពួកឯងតើធ្វើមិនត្រឹមត្រូវនោះតែពួកឯងតើមិនធ្វើមិនត្រឹមត្រូវហើយនិយាយឡើងឯងឈួតចឹងអាសៅរ៉ាស៊ីបើកសិទ្ធិឲ្យគេធ្វើនយោបាយត្រឹមត្រូវចុះគេបើកសិទ្ធិឲ្យពួកឯងធ្វើនយោបាយត្រឹមត្រូវឯតើតែពួកឯងតើដើរបញ្ច្រាស់ទិសនោះហើយរត់ខ្លួនឯងតើហើយចង់ស្អីហើយចង់ព្រួបលំគេហើយចង់ព្រួបលំគេហើយចង់អីធ្វើបដិវត្តពណ៌ហើយធ្វើបដិវត្តពណ៌ហើយចង់ព្រួបលំគេយកអំណាចឲ្យពួកឯងហើយត្រូវដឹងសម្លេងមតិភាគច្រើនមតិភាគច្រើនបោះឆ្នោតអានឹងច្បាប់រដ្ឋធម្មនុញ្ញអំណាចរបស់ប្រជាពលរដ្ឋបើមតិភាគច្រើនគេបោះឆ្នោតឲ្យគណៈបកណាឈ្នះគេឈ្នះទៅគេចូលដឹកនាំទៅហើយបើឯងចេះធ្វើនយោបាយហើយដេកធ្វើនយោបាយជាមួយគេទៅ55កៅអីមកដល់សប្តាហ៍ថ្ងៃហ្នឹងទៅពួកឯងមានប្រាក់ខែស៊ីមានមុខមាត់មានស្រីញីអូនបងថ្ងៃឡើងទៅដេកថ្ងៃឡើងទៅស៊ីបាយមិនទៅស៊ីបាយចេះទៅដេកហូថែលទៅវាយមួយអញ្ចឹងត្រឡប់មកវិញអង្គុយសភាអង្គុយស្ងាត់អញ្ចឹងទៅអាហ្នឹងហើយតែពួកឯងធ្វើកន្លងមកអាខ្លះមិនអញ្ចឹងទៅអង្គុយលេងល្បែងអញ្ចឹងទៅហើយឃើញនេះពួកឯងវាអន់សតិអញ្ចឹងបានធ្វើនយោបាយវល់អាចារ្យគេយកតែស្រីហើយនឹងយកលុយហ្នឹងពួកឯងឈួតអស់អាលីងធ្វើនយោបាយកន្លងមកនេះឯងកុំកែសោះណាហើយសួរមេឯងទៅហើយស្មានអាសៅស្មានអាសមែស៊ីហ្នឹងវាស៊ីលុយគេពួកឯងដឹងឯងពួកអាឈួតអស់ឯងគ្មានដឹងក្បាលកតុយអីទេប្រាប់មួយម៉ាត់អញ្ចឹងទៅពួកឯងបានត្រឹមមកព្រុសជំនួសវាហ្នឹងប៉ុន្តែឯងពួកឲ្យតម្លៃប្រជាប្រដ្ឋនៅក្នុងប្រទេសណាអាសៅរ៉ាស៊ីអ្វីដែលគេចូលរួមមកដល់សប្តាហ៍ថ្ងៃនេះហើយក៏លេខមើលអ្នកអុកញ៉ាលោកអុកញ៉ាអ្នកមានមួយចំនួនហើយបងប្អូនចំនួនក្រោយដែលរស់ស៊ីមានបានតែឃើញគេចូលរួមចំណែកវាមិនខ្លះហើយមានឲ្យតម្លៃគេទេពួកឯងបានត្រឹមមកព្រុសនៅក្រៅប្រទេសហ្នឹង ណាបើអូខេទៅក្រោមទៅអត់ចាញ់ ស្ដាប់បន្តិចបាទខ្ញុំរកមើលឃ្លីបកន្លែង គោកតែនោះលលោកចូលក្នុងទ្រុងនោះអ្នកខ្លះធ្វើ10តកយមកដល់យាមផែមួយដល់មួយថ្ងៃ100000ចប់មានទួនាទីអីទៀត ហើយចេះតែនិយាយគេអញ្ចឹងអើយហើយចេះតែនិយាយគេចូលទៅក្នុងប្រទេសហ្នឹងគេធ្វើការអត់ប្រាក់ខែក៏រួចមកអន្ទះបាញ់ហើយចេះតែមើលងាយពួកឯងគ្រប់គ្នា